បើមិនចង់ខូចតម្រងនោមធ្ងន់ធ្ងរទេសូមប្រយ័ត្ននៅអាហារទាំង9ប្រភេទខាងក្រោមនេះបាទអូនពូមីងអ្នកខ្លះដែលកំពុងតែមានបញ្ហាតម្រងនោមបងប្អូនណាបាទប្រើលទ្ធផលច្រើនជាបាលជាច្រើនកន្លែងច្រើនទីតាំងហើយមិនទាន់បានធូរមិនទាន់បានជាបាទអញ្ចឹងកុំអស់សង្ឃឹមសម្រាប់លទ្ធផលនៅខាងមុខខ្ញុំនេះគឺឲ្យឈ្មោះថាឱសថបុរាណខាគូធីលគឺជាផលិតផលរបស់ប្រទេសឥណ្ឌាបាទពូកែល្អលេខ1ខ្លាំងមែនទែនទៅលើការព្យាបាលបញ្ហាតម្រងនោមរបស់អូនលោកស្រីឆាតមកក្នុង page ឥឡូវនេះឬក៏ call មកឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសជូនផងដែរសម្រាប់50អ្នកដំបូងខាងក្រោមនេះជាអាហារដែលយើងគួរប្រុងប្រយ័ត្នដើម្បីកុំឲ្យតម្រងនោមឬក្រលៀនមានបញ្ហាទី1ប្រភេទអាហារដែលមានជាតិខ្លាញ់និងប្រភេទចៀនបំពងអាហារទាំងនេះអាចបំផ្លាញសរសៃឈាមព្រោះសាច់ខ្លាញ់នំចៀននិងអាហារឆ្អិនដោយប្រើខ្លាញ់ច្រើនអាចបង្កើនកម្រិតខ្លាញ់ក្នុងឈាមដែលនាំឲ្យកើតមានជំងឺក្រិនសរសៃឈាមហើយជំងឺនេះមិនត្រឹមតែប៉ះពាល់បេះដូងទេគឺវាបំផ្លាញសរសៃឈាមតូចៗនៅក្នុងតម្រងនោមដោយផ្ទាល់ទី2ប្រភេទភេសជ្ជៈនិងអាហារដែលមានជាតិស្ករខ្ពស់ប្រភេទអាហារទាំងនេះនាំឲ្យកើតនូវមហារីកតម្រងនោមការហូបភេសជ្ជៈផ្អែមដូចជាកូកាកូឡាទឹកក្រូចនំខេកនិងបង្អែមគ្រប់មុខព្រោះការទទួលទានជាតិស្ករច្រើនជ្រុលបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមដែលជាមូលហេតុចម្បងបំផុតនៃជំងឺតម្រងនោមរ៉ាំរ៉ៃទី3ការពិសាសូរ៉ាឬជាតិអាល់កុលច្រើនព្រោះគ្រឿងស្រវឹងធ្វើឲ្យរាងកាយខ្សោះជាតិទឹកនិងធ្វើឲ្យតម្រងនោមត្រូវធ្វើការខ្លាំងដើម្បីរក្សាលំនឹងជាតិទឹកនិងសារធាតុគីមីនៅក្នុងឈាមទី4ផ្លែបឺរទោះបីជាផ្លែបឺរមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមគុណភាពខ្ពស់ប៉ុន្តែការទទួលទានផ្លែឈើនេះច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមពិសេសប្រសិនបើអ្នកកំពុងប្រឈមមុខឬក៏កំពុងតែមានបញ្ហាតម្រងនោមស្រាប់ផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់ដែលធ្វើឲ្យកម្រិតប៉ូតាស្យូមច្រើនពេកនៅក្នុងឈាមអាចបង្កបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជារមួលសាច់ដុំនិងចង្វាក់បេះដូងលោតមិនប្រក្រតីទី5សាច់ការទទួលទានសាច់ច្រើនពេកអាចបង្កបញ្ហាតម្រងនោមផ្សេងៗគួរឲ្យបារម្ភនោះក៏ព្រោះតែសាច់សឹងតែគ្រប់ប្រភេទគឺមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ហើយប្រូតេអ៊ីនគឺចាំបាច់សម្រាប់ដំណើរការនៃការលូតលាស់និងសុខភាពសាច់ដុំប៉ុន្តែប្រសិនបើប្រូតេអ៊ីនច្រើនពេកអាចបង្កើនការផ្ទុកមេតាបូលីសដែលរំលាយប្រូតេអ៊ីនជាការងារដ៏លំបាកមួយបណ្ដាលឲ្យមានផលប៉ះពាល់ដល់តម្រងនោមដែលអាចបំផ្លាញដល់តម្រងនោមហើយការទទួលទានអាហារដែលមានផ្ទុកជាតិប្រូតេអ៊ីនច្រើនក៏បង្កើនហានិភ័យនៃជំងឺគ្រោះកម្រងនោមផងដែរទី6អាហារដែលមានជាតិប្រៃនិងអំបិលក្នុងរបបអាហារដើម្បីទទួលបានសុខភាពល្អគួររួមបញ្ចូលជាតិសូដ្យូមឬអំបិលប្រមាណត្រឹមតែ2300មីលីក្រាមឬប្រហែល1ស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃប្រសិនបើទទួលទានអាហារប្រៃឬអំបិលច្រើនពេកនោះតម្រងនោមត្រូវធ្វើការកាន់តែខ្លាំងជាងធម្មតាដើម្បីកម្ចាត់ជាតិសូដ្យូមដែលលើសដូច្នេះអ្នកគួរកាត់បន្ថយការទទួលទានអាហារប្រៃឬមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូមដូចជាអាហារកែច្នៃដូចជាសាច់ក្រកត្រីខអាហារផ្អាប់និងសូម្បីតែមីកញ្ចប់ព្រោះអាហារទាំងនេះសម្បូរទៅដោយសូដ្យូមខ្ពស់ទី7ផ្លែចេកផ្លែក្រូចនិងទឹកក្រូចស្រស់ការទទួលទានផ្លែចេកផ្លែក្រូចនិងទឹកក្រូចច្រើនលើសពេកក៏មិនល្អចំពោះសុខភាពតម្រងនោមដែរនោះក៏ព្រោះតែផ្លែឈើទាំងនេះមានផ្ទុកជាតិប៉ូតាស្យូមខ្ពស់មនុស្សពេញវ័យមានសុខភាពល្អគួរទទួលទានប៉ូតាស្យូមចន្លោះត្រឹមតែ3500ដល់4700មីលីក្រាមនៃប៉ូតាស្យូមប្រចាំថ្ងៃពីអាហារចេកទំហំមធ្យមមួយផ្លែទម្ងន់150ក្រាមមានផ្ទុកជាតិប៉ូតាស្យូមដល់ទៅ537មីលីក្រាមទៅហើយរីឯក្រូចទំហំមធ្យមមួយផ្លែអាចផ្ដល់ជាតិប៉ូតាស្យូមរហូតដល់240មីលីក្រាមហើយមួយពែងនៃទឹកក្រូចស្រស់អាចផ្ទុកជាតិប៉ូតាស្យូមរហូតដល់470មីលីក្រាមឯណោះដូច្នេះរាល់ការទទួលទានផ្លែចេកផ្លែក្រូចនិងទឹកក្រូចច្របាច់ត្រូវមានកម្រិតជាពិសេសសម្រាប់អ្នកដែលមានបញ្ហាតម្រងនោមដំណើរការមិនល្អព្រោះប្រសិនបើតម្រងនោមមិនអាចកម្ចាត់នៅប៉ូតាស្យូមដែលលើសក្នុងឈាមទេនោះអាចនឹងប៉ះពាល់ដល់សុខភាពរបស់យើងទី8ផលិតផលអាហារធ្វើឡើងពីទឹកដោះគោផលិតផលអាហារផ្សំឡើងពីទឹកដោះគោដូចជាឈីសទឹកដោះគោជូរគឺមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលបង្កើនកម្រិតនៃជាតិកាល់ស្យូមក្នុងទឹកនោមវាត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃជំងឺគ្រោះកម្រងនោមផងដែរទី9នំប៉័ងធ្វើពីស្រូវសាលីនំប៉័ងធ្វើពីស្រូវសាលីគឺជាអាហារដែលមានសារធាតុចិញ្ចឹមប៉ុន្តែការបរិភោគច្រើនអាចប៉ះពាល់ដល់តម្រងនោមកាន់តែខ្លាំងសម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់ដោយសារនៅក្នុងនំប៉័ងនេះមានបរិមាណជាតិផូស្វ័រ57មីលីក្រាមនិងប៉ូតាស្យូម70មីលីក្រាមបើប្រៀបធៀបទៅនឹងនំប៉័ងធម្មតាមានផ្ទុកផូស្វ័រនិងប៉ូតាស្យូមត្រឹមតែ25មីលីក្រាមតែប៉ុណ្ណោះដូចនេះសម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់គួរកាត់បន្ថយការទទួលទានអាហារផ្សំឡើងពីទឹកដោះគោដើម្បីឲ្យតម្រងនោមងាយស្រួលដំណើរការមុខងារច្រោះឈាម
សូមជួយចុច like និង share ដើម្បីទទួលបានចំណេះដឹងថ្មីៗពីសុខភាពម្ដងនោមសូមអរគុណសម្រាប់ការតាមដានទស្សនា